Hi everybody, this is Brinda. I'm an audiologist and speech language pathologist, and now I'm working in My Little Pumpkin, the special education school in Cambodia. Okay, so I have quite few examples of how the kids has been getting progress since the time I am seeing them for the past few months. So it's like started with the early intervention program, like they have some little babbling and cooing, the sounds, and then they started vocalizing, and as soon as they started vocalizing, we have introduced a few true words of their daily need communication, which is very important, how they need to do their daily routines with the parents and teachers and the other environment. So they started speaking the true words, which is really necessary for the everyday communication. ចាសម្រាប់សិស្សដែលបានចូលរៀននៅទីនេះរហូតដល់ឥឡូវនេះគឺគាត់មានការផ្លាស់ប្ដូរចំនួន6ធំទៅលើផ្នែកទម្លាប់នៃការផ្លាស់ប្ដូរនៃទម្លាប់នៃការលេងទម្លាប់នៃការគេងទម្លាប់នៃការញ៉ាំទម្លាប់នៃការរៀនហើយនិងទម្លាប់អនាម័យនៅក្នុងបន្ទប់ទឹកព្រមទាំងជាមួយនឹងការសិក្សារបស់គាត់មួយចំនួនអ្វីដែលល្អបំផុតសម្រាប់គាត់គឺទៅលើការនិយាយរបស់គាត់តែម្ដងការដែលអាចបង្ហាញចេញពីអ្វីដែលគាត់ចង់បាននិងអ្វីដែលគាត់មិនចង់បានចាពីអារម្មណ៍ដែលគាត់ចង់បដិសេធទៅលើអ្វីមួយដែលគាត់មិនចង់ធ្វើចានេះជាដំណោះស្រាយមួយដែលធ្វើឲ្យក្មេងៗគឺគាត់កាត់បន្ថយនៅកំហឹងកាត់បន្ថយនៅភាពតានតឹងនៅពេលដែលគាត់មានទំនាក់ទំនងទៅកាន់អ្នកដែលនៅជុំវិញខ្លួនគាត់ក៏ដូចជាអ្នកគ្រូនៅសាលាផងដែរ Oh, well, it was really a happy moment because I know from where they started up and how it was been, because most of the kids was really have no words and also they have no sounds, which is really a start of their speech progress. So I was really very excited for the moment when they will exactly speak the true word. So yes, it was a very happy moment for me. ក្នុងនាមខ្ញុំជាគ្រូបង្រៀនកុមារអប់រំពិសេសដែលគាត់ពិបាកនៅក្នុងការរៀនមែនទែនធ្វើឲ្យខ្ញុំមានមោទនភាពខ្លាំងទៅលើការសរសេររបស់គាត់ទៅលើការអាចនិយាយចេញជាពាក្យជាភាសាជាតំណែងមកកាន់យើងបានពីព្រោះលោកអ្នកនឹងដឹងហើយថាភាសាខ្មែរគឺជាភាសាមួយដែលពិបាកនៅក្នុងការសរសេរទាំងលេខខ្មែរទាំងអក្សរខ្មែរគឺយើងមានកាច់កងច្រើនមែនទែនប៉ុន្តែពួកគាត់អាចធ្វើបានដោយឯករាជ្យភាពដោយមិនមានការជួយពីអ្នកគ្រូដោយមិនមានការពីអភិវឌ្ឍពីសរសេរតាមដានចិត្តទៅលើសរសេរបានដោយខ្លួនឯងចាទាំងអស់នេះវាជាមោទនភាពដ៏ធំមួយសម្រាប់ពួកយើងជាគ្រូទាំងអស់នៅទីនេះចា Okay. Therapist, when I wanted to tell you about the therapist and being a speech pathology, assessments and the other stuffs, rather than that, working as a therapist is really challenging because not all the kids are same. Everybody have a unique character. So I feel myself proud when they start communicating with me or when they start listening to me, and other sources like when they ask me questions. Somebody will be very smart enough to ask a lot of questions, which was a very surprising moment for me. So that would be the best moment, I would say. សាលាអប់រំពិសេសពិតជាមានសារៈសំខាន់សម្រាប់កុមារដែលមានតម្រូវការពិសេសពីព្រោះពួកគាត់ពិបាកនៅក្នុងការតំណែងតំណងពួកគាត់ពិបាកនៅក្នុងការបង្ហាញអារម្មណ៍របស់គាត់នៅពេលដែលគាត់មួម៉ៅខ្លាំងគឺគាត់ពិបាកនៅក្នុងអត់ដឹងពីវិធីដែលត្រូវរងាប់អារម្មណ៍ខ្លួនឯងដោយវិធីណាហើយលោកប៉ាអ្នកម៉ាក់ក៏ព្យាយាមជួយពួកគាត់ដែរប៉ុន្តែគាត់នៅតែអត់អាចទទួលយកបានដូចនេះនៅពេលដែលគាត់បានមកដល់សាលាប្រៀបបានជាកូនសោមួយសម្រាប់ចាក់នៅមេសោដែលបានបិទចិត្តពីកន្លងមកហ្នឹងដើម្បីឲ្យគាត់ទទួលយកពីមជ្ឈដ្ឋានជុំវិញគ្រប់អារម្មណ៍ទាំងអស់ដែលមាននៅសាលាទាំងការរៀនសូត្រទាំងទម្លាប់ផ្សេងៗទាំងអស់ដូចនេះសាលាអប់រំពិសេសគឺសំខាន់ទៅលើកុមារដែលមានតម្រូវការខ្លាំងមែនទែនពីព្រោះជាកន្លែងមួយដែលធ្វើឲ្យគាត់យល់ដឹងថា
របៀបតំណែងយ៉ាងម៉េចទៅកាន់អ្នកនៅជុំវិញខ្លួនរបស់គាត់ហើយនឹងជាកន្លែងដែលអាចបង្ហាត់បង្រៀនគាត់ឲ្យគាត់យល់ពីអក្សរសាស្ត្រនិងវប្បធម៌ខ្មែរបានច្រើនជាងពីមុន Okay, so if you take the few years back, even when I started having my graduation program, there were very little population who really knows what is a special education and how we can deal with the speech therapy when the kid is not able to communicate. So because all the people are taken them to the hospital to give the treatment, because it does not work with the treatment on the medical basis, as I told before. It does not deal with any medication or any other treatment to make someone communicate. It's like your inner thoughts and inner progress, what you feel, you have to do it in a natural way. So I feel the special education is the initial step where the parent or guardian or nanny, whomever is taking care of the kid, they need to take the kid the first place where exactly they needed the professional help, not to the hospital setup, I mean. So because now it has been developed a lot about the therapeutic part, like when it comes to speech therapy or occupational therapy, clinical psychology, you need to go to the appropriate therapist to get your own intervention program. It depends on how they are being taken the classes or sessions. So for example, if someone cannot be able to afford, if someone says they only need in 2 weeks one session, if someone says it's 1 month one session, the progress, how long the progress is quick, we can show the progress is in a time basis of how far it is fastened. So it's all regarding one-on-one. If what I'm communicating, what the kid is giving me, and how the kid is at the school program, also at the home environment. So everywhere it need a training, back home as well as here. So it's about how the kid is intaking and how he is able to express. It's all about him or her. ហើយខ្ញុំក៏សូមចែករំលែកនៅសារមួយចំនួនទៅដល់លោកប៉ាអ្នកម៉ាក់ដែលមានបុត្រធីតាសូមព្យាយាមសង្កេតមើលកូនមិនថាកូនមិនអាយុចាប់ពី2ឆ្នាំឡើងទៅគឺគាត់ចាប់ផ្ដើមមានបញ្ហាមានកង្វះខាតខុសប្លែកពីការវិវត្តក្មេងដូច្នេះសូមសង្កេតព្យាយាមសង្កេតលើចំណុចទូចចាពីព្រោះចំណុចទាំងអស់នេះនៅពេលដែលយើងស្វែងរកឃើញហើយនៅពេលដែលយើងទទួលស្គាល់យើងយកគាត់មកដាក់នៅសាលាដើម្បីឲ្យគាត់អ្នកគ្រូព្យាយាមជួយគាត់តាន់ពេលវេលាជាវិធីមួយដែលល្អហើយក៏ជាដំណោះស្រាយមួយដែលល្អសម្រាប់កូនរបស់អស់លោកអ្នកពីព្រោះកាលណាដែលយើងដឹងកាន់តែលឿនយើងធ្វើកាន់តែលឿនទៅការជួយអូនក៏មានប្រសិទ្ធភាពកាន់តែច្រើនដែរហើយមួយទៀតมันសំខាន់ទៅលើมันផ្ដោតទៅលើតាកុមារតូចទេទៅគួរតែព្យាយាមសង្កេតលើចំណុចមួយចំនួនទូចមែនតែនទៅលើអារម្មណ៍របស់ក្មេងដែលលក្ខណៈថាគាត់អាចរៀនជាមួយក្មេងធម្មតាបានក្មេងទូទៅបានប៉ុន្តែក្រោយមកគាត់ចាប់ផ្ដើមមានបញ្ហាទៅលើការគ្រប់គ្រងអារម្មណ៍របស់គាត់ចាពីព្រោះចំណុចខ្លះធ្វើឲ្យប៉ះពាល់ក្មេងមិនច្រើនមែនតើនៅពេលដែលយើងអត់បានសង្កេតពីបញ្ហាតិចតួចនៅក្នុងផ្ទះបូកផ្សំជាមួយនឹងបញ្ហានៅខាងក្រៅទៀតធ្វើឲ្យកុមារមានការប៉ះទង្គិចផ្លូវអារម្មណ៍យើងគិតថាកូនយើងអត់អីទេព្រោះគាត់អាចរៀនមួយក្មេងធម្មតាបានទោះបីគាត់ការនិយាយស្ដីរបស់គាត់នៅខ្សោយជាងគេក៏អត់បញ្ហាដែរប៉ុន្តែសូមព្យាយាមអង្កេតមើលពីអារម្មណ៍របស់ក្មេងពីការវិវត្តពីមួយចំណុចទៅមួយចំណុចឲ្យបានល្អិតល្អន់ជាទីបំផុតចាសូមអរគុណ